សួស្តីអ្នកទាំងអស់គ្នាមកជួប admin សាស្ត្រថ្មីនៅក្នុងសាច់រឿងអ្នកសង្គ្រោះបេះដូងលាក់មុខដែលជាភាគទី9ហើយមុននឹងចូលមកដល់សាច់រឿងហ្នឹង admin សនំពោអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe like និងរូបកណ្ដឹងដល់ channel ថ្មីរបស់ admin ម្នាក់មួយផងណាដល់ឥឡូវនេះយើងចូលទៅដល់សាច់រឿងរបស់យើងហ្នឹងតែម្ដងទៅបន្ទាប់ពីពួកគេហ្នឹងបានថើបគ្នារួចរាល់អស់ហើយហ្នឹង Healer ហ្នឹងគេក៏បានត្រឡប់ទៅវិញហើយកំឡុងពេលហ្នឹង Moon Ho ហ្នឹងគេក៏បានមកដល់ហើយគេក៏បានហៅយ៉ងស៊ីននឹងថាជាជីអានគេហៅថាជីអានមិនហើយជីអាននាងមិនកើតអីណាហើយបន្ទាប់មកយ៉ងស៊ីននឹងគាត់ក៏បានប្រាប់ថាមូនហូនឹងបានប្រាប់គាត់ថាឲ្យគាត់នឹងឡើងមកលើដបូមកអញ្ចឹងនៅពេលដែលគាត់នឹងបានជិះចរាយន្តទៅស្រាប់តែចរាយន្តនឹងវាខូចហើយគាត់ក៏បានគិតថាប្រហែលជាគាត់នឹងស្លាប់នៅក្នុងចរាយន្តហ្នឹងហើយប៉ុន្តែស្រាប់តែមានមនុស្សម្នាក់បានមកជួយសង្គ្រោះគាត់នឹងទាន់ទេប៉ុន្តែគាត់មិនបានឃើញមុខម្នាក់នោះទេដឹងតែត្រឹមថាម្នាក់នោះគឺជា Healer រួចហើយនឹងមូនហូគាត់ក៏បានស្ទុះទៅអបយ៉ងស៊ីននឹងតែម្ដងចំណែកយ៉ងស៊ីននឹងគាត់ក៏បាននិយាយបន្តទៀតថាគាត់នឹងវិញនឹងធ្វើឲ្យ Healer នឹងស្លាប់ដោយសារគាត់ហើយរួចហើយនឹងមុនហូនឹងគេក៏បានប្រវល់យ៉ងស៊ីននឹងត្រឡប់ទៅវិញប៉ុន្តែស្រាប់តែយ៉ងស៊ីននឹងគេក៏បាននឹកឃើញដល់ទូរស័ព្ទដៃរបស់គេប្រាប់ថាគេនឹងបានជ្រុះទូរស័ព្ទដៃរបស់គេនឹងនៅក្នុងចរាយន្តគេមិនអាចបាត់ទូរស័ព្ទរបស់គេបាននោះទេដោយសារតែទូរស័ព្ទដៃមួយនឹងវាគឺជារបស់អ្នកម៉ាក់របស់គេនឹងឲ្យគេជាលើកចុងក្រោយបន្ទាប់មកមុនហូនហ្នឹងគេក៏បានប្រវត្តិយ៉ងស៊ីនហ្នឹងថាត្រឡប់ទៅវិញសិនទៅចាំរកទូរស័ព្ទហ្នឹងនៅពេលក្រោយអីអញ្ចឹងទៅណាអញ្ចឹងនៅពេលដែលពួកគេហ្នឹងចេញពីកន្លែងហ្នឹងផុតទៅ Healer ហ្នឹងគេក៏បានលបមើលពួកគេហ្នឹងនៅពីចង្អែតផងដែរបន្ទាប់មកហ្នឹងគេក៏បានតាក់ទងទៅកាន់ hacker ហើយ Healer ហ្នឹងគេក៏បានគិតថាមុនហូនហ្នឹងតែម្ដងមានគម្រោងសម្រាប់យ៉ងស៊ីនរបស់យើងហ្នឹងចំណែក hacker នៅណែវិញគេក៏បានប្រាប់ថាមិនអីទេចាំគេហ្នឹងឆែកមើលកាមេរ៉ានៅកន្លែងទីធ្លាមួយហ្នឹងចង់ដឹងថាតើនរណាគេជាអ្នកបំផ្លាញចរាចរណ៍នេះអញ្ចឹងទៅណារួចហើយនឹង Healer គេក៏បានឲ្យ hacker ហ្នឹងតាមដានមុនហូនហ្នឹងថាតើលើហ្នឹងមុនហូនហ្នឹងគេធ្វើដំណើរទៅណាទៅអញ្ចឹងនៅពេលដែលពួកគេហ្នឹងជជែកគ្នារួចហើយហ្នឹង Healer ហ្នឹងគេក៏បានដើរចេញប៉ុន្តែស្រាប់តែ Healer ហ្នឹងគេក៏បានដួលឡើងព្រោះអញ្ចឹងតែម្ដងហើយធ្វើឲ្យ hacker ហ្នឹងគេក៏បានលឺសំឡេងហ្នឹងគេក៏សួរថាតើ Healer ហ្នឹងមានរឿងអីគេពួកអីមិនលឺសូរសំឡេងដួលឡើងព្រោះចំណែក Healer ហ្នឹងគឺគាត់មិនបានប្រាប់ឲ្យ hacker ហ្នឹងបានដឹងទេគាត់ក៏បានដកកាសហ្នឹងចេញពីត្រចៀករបស់គាត់នឹងតែម្ដងរីឯពួកគេទាំងពីរនាក់នៅនេះវិញឥឡូវហ្នឹងពួកគេកំពុងតែធ្វើដំណើរនៅតាមផ្លូវហើយមុនហូនហ្នឹងគេក៏បានប្រាប់ថាគឺគេនឹងមិនបានខលទៅកាន់យ៉ងស៊ីនឲ្យយ៉ងស៊ីននឹងមកជួបគេនៅកន្លែងហ្នឹងទេគឺដោយសារតែមានគេហ្នឹងខ្លាញ់បន្លំធ្វើជាសម្លេងរបស់គាត់តែប៉ុណ្ណោះដោយសារតែគេហ្នឹងចង់ធ្វើបាបគាត់ឬក៏ចង់គំរាមគាត់អីចឹងទៅទើបយកយ៉ងស៊ីនរបស់យើងហ្នឹងធ្វើជាធ្នូរបស់គេហ្នឹងតែម្ដងដែលថាចង់សម្លាប់យ៉ងស៊ីនគំរាមគាត់អីចឹងទៅណានិយាយរួចហើយហ្នឹងគាត់ក៏បានប្រវល់យ៉ងស៊ីនហ្នឹងទៅបន្ទប់របស់គាត់ហ្នឹងតែម្ដងគាត់ប្រាប់ថាផ្ទះរបស់យ៉ងស៊ីនហ្នឹងគឺអត់មានសុវត្ថិភាពទេអញ្ចឹងគាត់ត្រូវតែជូនយ៉ងស៊ីនហ្នឹងទៅផ្ទះរបស់គាត់សិនអញ្ចឹងហើយធ្វើឲ្យយ៉ងស៊ីនគេឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជាមូនហូហ្នឹងស្គាល់ផ្ទះរបស់គេអញ្ចឹងទាំងដែលគេមិនទាន់បានប្រាប់ផ្ទះរបស់គេឲ្យមូនហូបានស្គាល់ផងហ្នឹងចំណែកមូនហូហ្នឹងគេក៏បានតបទៅវិញថាយ៉ងស៊ីនមិនដឹងទេអីគេក៏ជាអ្នកស៊ើបអង្កេតម្នាក់ផងដែរទើបបានជាគេហ្នឹងស៊ើបដឹងថាផ្ទះរបស់យ៉ងស៊ីននៅណាអីអញ្ចឹងទៅនៅពេលដែលយ៉ងស៊ីនហ្នឹងគាត់បានមកដល់ផ្ទះរបស់មូនហូគាត់ឡើង surprise តែម្ដងគាត់មិននឹកស្មានថាមូនហូនៅក្នុងផ្ទះដ៏ទំនើបមួយហ្នឹងអញ្ចឹងសោះរីឯមូនហូនៅណែវិញគេក៏បានតែឆុងទឹកអ្វីមួយយ៉ាងទេដើម្បីឲ្យយ៉ងស៊ីនរបស់យើងនឹងញ៉ាំហើយកំឡុងពេលហ្នឹងយ៉ងស៊ីនហ្នឹងគេក៏បានសួរថានៅពេលដែលមូនហូនោះបានទៅជួបគាត់នៅដំបូងហ្នឹងមិនក៏មូនហូហៅឈ្មោះរបស់គាត់ថាជាជីអានអញ្ចឹងចំណែកមូនហូហ្នឹងគេក៏បានប្រាប់ថាការពិតទៅគេស្គាល់ក្មេងស្រីម្នាក់ដែលមានឈ្មោះថាជីអានហ្នឹងអញ្ចឹងនៅពេលដែលគេស្លន់ស្លោអញ្ចឹងទៅគេក៏បានហៅឈ្មោះរបស់យ៉ងស៊ីនរបស់យើងនឹងខអញ្ចឹងទៅនិយាយរួចហើយនឹងមុនហូនហ្នឹងគេក៏បានយកទឹកមួយកែវហ្នឹងឲ្យទៅកាន់យ៉ងស៊ីនគាត់ញ៉ាំគាត់ប្រាប់ថាឲ្យផឹកទៅនឹងបានគេលក់ស្រួលអញ្ចឹងហ្នឹងណាស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានតបឲ្យវិញថានៅពេលដែលគេហ្នឹងផឹកទឹកមួយកែវហ្នឹងហើយគឺគេហ្នឹងពិតជាស្លាប់នៅកន្លែងហ្នឹងមែនបន្ទាប់មកហ្នឹងគេក៏បានសំត្រឡប់ទៅផ្ទះរបស់គេវិញប៉ុន្តែមុនហូនហ្នឹងគាត់ខកគាត់ប្រាប់ថាមិនឲ្យទៅទេដោយសារតែនៅផ្ទះរបស់យ៉ងស៊ីនហ្នឹងគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែយ៉ងស៊ីនគាត់មិនស្ដាប់ទេគាត់ប្រាប់ថាមិនអីទេបើសិនជាមានរឿងអ្វីមកលើគាត់នៅពេលនោះ Healer ច្បាស់ជាមកជួយគាត់ទៀតហើយសូម្បីតែនៅក្នុងចរាយន្តដែលគាត់បានធ្លាក់ចុះទៅដល់ក្រោមក៏ Healer បានជួយសង្គ្រោះគាត់នឹងទាន់ពេលវេលាដែរអញ្ចឹងមិនឲ្យមូនហូននឹងបារម្ភពីគេទេ
បន្ទាប់មកមុនហោហ្នឹងគេក៏បានប្រាប់ថាកាពិតទៅ Healer ហ្នឹងគេគ្រាន់តែជាមនុស្សម្នាក់ដែលធ្វើការនៅពេលយប់តែប៉ុណ្ណោះហើយអ្វីដែលសំខាន់សម្រាប់គេនោះគឺលុយអញ្ចឹងនៅពេលដែលមាននរណាម្នាក់ជួលគេច្រើនជាងគាត់អញ្ចឹងនៅពេលនោះ Healer ច្បាស់ជាធ្វើការឲ្យគេនឹងជាមិនខានទេណាមួយនោះ Healer គឺគាត់គ្មានសិលធម៌ឬក៏គ្មានយុត្តិធម៌នោះទេអញ្ចឹងហើយទើបបានជាគាត់នឹងអាចធ្វើការងារនៅក្នុងពេលយប់អញ្ចឹងបាននិយាយរួចហើយនឹងមុនហូតនឹងគេក៏បានប្រាប់ថាមិនអោយយ៉ងស៊ីនឹងជឿទុកចិត្តទៅលើ Healer នឹងឡើយរួចហើយនឹងគាត់ក៏បានប្រាប់ឲ្យយ៉ងស៊ីនឹងញ៉ាំទឹកមួយកែវនឹងសិនទៅហើយនឹងសម្រាប់នៅក្នុងបន្ទប់របស់គាត់អីអញ្ចឹងទៅណាហើយគាត់នឹងគឺអត់មានពេលច្រើនដើម្បីនិយាយជាមួយនឹងយ៉ងស៊ីនទេគឺគាត់នឹងនៅមានការងារផ្សេងទៀតដែលគាត់ត្រូវដោះស្រាយអញ្ចឹងនៅពេលដែលគាត់នឹងចេញមកដល់ក្រៅនឹងបំរុងថានឹងឡើងតាមចរាចរណ៍នឹងថ្ងៃហ្នឹងប៉ុន្តែគាត់ឃើញទ្វារខាងក្រៅនឹងបើកគាត់ក៏បានចេញទៅមើលតែម្ដងហ្មងទៅដោយសារតែគាត់នឹងសង្ស័យថា Healer នៅហ្នឹងរួចហើយនឹងគាត់ក៏បាននិយាយបង្ហាចោលទៅណាគាត់ប្រាប់ថាបើសិនជា Healer បានស្ដាប់លើពិតមែនអញ្ចឹងគាត់អរគុណ Healer ហើយដែល Healer នឹងបានជួយយ៉ងស៊ីនពីគ្រោះថ្នាក់មួយហ្នឹងហើយគាត់នឹងក៏សួរថាតើគាត់នឹងគួរតែបង់ប្រាក់ទៅឲ្យ Healer អត់នៅពេលដែល Healer នឹងបានជួយសង្គ្រោះជីវិតយ៉ងស៊ីនអញ្ចឹងប៉ុន្តែគាត់ក៏មានគម្រោងថានឹងបង់ប្រាក់ឲ្យ Healer នឹងបន្ថែមទៀតផងដែររួចហើយនឹងគាត់ក៏បានសួរទៅកាន់ Healer ថាបើសិនជាថ្ងៃណាមួយនឹងមាននរណាម្នាក់ជួលគាត់នឹងក្នុងតម្លៃថ្លៃជាងគាត់ហើយ Healer ក៏យល់ព្រមថាធ្វើការឲ្យគេនោះអញ្ចឹងនៅពេលនោះគឺឲ្យ Healer នឹងប្រាប់គាត់ជាមុនផងដើម្បីឲ្យគាត់នឹងបានដឹងនិងងាយស្រួលការពារខ្លួនអីអញ្ចឹងទៅណានិយាយរួចហើយនឹងគាត់ក៏បានត្រឡប់ទៅវិញប៉ុន្តែគាត់ក៏បានយកដុំថ្មមួយនេះដាក់នៅជាប់នឹងទ្វារហើយនៅពេលដែលគាត់បិទទ្វារទៅគឺអត់ចិត្តទ្វារអ្នកទាំងអស់គ្នាគឺវានៅហែបអញ្ចឹងដើម្បីគាត់នឹងលួចមើលទៅកាន់ Healer ចំណែក Healer នេះគេក៏បានឈរនៅកន្លែងហ្នឹងផងដែរ Admin សង្ស័យថាកន្លែងហ្នឹងមុនហោគាត់បានឃើញ Healer ឯហើយអាយ៉ងស៊ីនរបស់យើងនៅនេះវិញគាត់កំពុងតែអង្គុយគិតថាតើគាត់នឹងអាចជឿជាក់ទៅលើមុនហោនឹងបានអត់បន្ទាប់មកហ្នឹងគាត់ក៏បានសម័យទៅដល់អតីតកាលគឺមានថ្ងៃមួយហ្នឹងលោកប៉ារបស់គាត់ហ្នឹងក៏បានទៅលួងលំគាត់ហ្នឹងដើម្បីយកគាត់ហ្នឹងយកទៅចិញ្ចឹមប៉ុន្តែគាត់ដូចជាមិនសូវជឿទុកចិត្តទៅលើលោកប៉ារបស់គាត់នោះទេប៉ុន្តែនៅពេលដែលលោកប៉ារបស់គាត់ណាព្យាយាមលួងលំគាត់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅទើបគាត់នឹងសម្រេចចិត្តថានឹងជឿទុកចិត្តទៅលើលោកប៉ារបស់គាត់នឹងទៅនៅជាមួយនឹងលោកប៉ារបស់គាត់អីអញ្ចឹងទៅណាអញ្ចឹងនៅពេលដែលគាត់នឹងចេញពីការសម័យវិញគាត់ក៏បានសរសេរសម្បត្តិមួយច្បាប់ដើម្បីផ្ញើទុកឲ្យមុនហោហើយគាត់នឹងក៏បានសរសេរថាគឺគាត់នឹងមិនអាចជឿទុកចិត្តទៅលើមុនហោបាននោះទេគឺគាត់នឹងជឿទុកចិត្តទៅលើលោកប៉ារបស់គាត់នឹងតែម្នាក់តែប៉ុណ្ណោះនៅពេលដែលគាត់នឹងសរសេរសម្បត្តិនឹងរួចហើយនឹងគាត់ក៏បានចាក់ចេញពីខុនដូរបស់មុនហោនឹងតែម្ដងហើយគាត់បំរុងថានឹងជីចណ្ដាយយន្តនឹងចុះទៅក្រោមប៉ុន្តែដោយសារតែគាត់នឹងមានការផិតភ័យខ្លាចនៅពេលដែលគាត់នឹងបានគ្រោះថ្នាក់នៅក្នុងចរាចរណ៍នឹងអញ្ចឹងហើយគាត់រៀងហើយគាត់លែងហ៊ានជិះចរាចរណ៍នឹងតទៅទៀតហើយគាត់ក៏បានសម្រេចចិត្តថានឹងដើរតាមចរាថ្មើរជើងនឹងតែម្ដងហើយកំឡុងពេលដែលគាត់ដើរតាមចរាថ្មើរជើងនោះ Healer របស់យើងនឹងគេក៏បានលួចមើលយ៉ងស៊ីនរបស់យើងនៅពីជាន់លើនឹងផងដែរចំណែកយ៉ងស៊ីនរបស់យើងវិញដោយសារតែកន្លែងហ្នឹងវាស្ងាត់ពេកអញ្ចឹងហើយហ្នឹងគាត់ក៏បានស្រែកច្រៀងដើម្បីឲ្យវាមានភាពអ៊ូអរអីចឹងទៅដើម្បីកាត់បន្ថយការខ្លាចរបស់គាត់ហ្នឹងចំណែក Healer វិញគេក៏បានដើរតាមយ៉ងស៊ីនរបស់យើងហ្នឹងនៅពីក្រោយតែអ្នកទាំងអស់គ្នាហើយគេអត់សំណើចខ្លាំងមែនតើនៅពេលដែលគេបានលើយ៉ងស៊ីនគាត់ច្រៀងសាច់គ្រឿងមួយហ្នឹងគេក៏បានកាត់ចូលម្ដងមុនហោនៅនេះវិញម្ដងឥឡូវហ្នឹងគេក៏បានយកលោកពូម្នាក់ហ្នឹងមកសួរចម្លើយជាមួយនឹងបងប្រុសរបស់គេហើយអញ្ចឹងហើយហ្នឹងក៏បានជួបជាមួយនឹងម៉យ៉ងហេហើយគាត់ក៏បានប្រាប់ថាសូមឲ្យម៉យ៉ងហេហ្នឹងធ្វើជាមិនដឹងមិនលឺនៅក្នុងរឿងមួយហ្នឹងទៅហើយកុំចូលទៅក្នុងបន្ទប់ស្ដាប់ពួកគេនិយាយគ្នាអីរួចហើយហ្នឹងគេក៏បានចូលទៅក្នុងបន្ទប់ដើម្បីជជែកគ្នាជាមួយនឹងមូនស៊ីកនឹងតែម្ដងរួចហើយហ្នឹងគេក៏បានសួរទៅកាន់បងប្រុសរបស់គេថាតើបងប្រុសរបស់គេហ្នឹងពិតជាបានបញ្ជាឲ្យលោកពូម្នាក់ហ្នឹងទៅសម្រាប់ជីអានមែនចំណែកបងប្រុសរបស់គេគ្រាន់តែលឺអញ្ចឹងគេភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគេក៏បានសួរថាតើជីអានហ្នឹងពិតជានៅរួមមែនគេអត់បានដឹងរឿងហ្នឹងទេប៉ុន្តែមុនហោហ្នឹងគឺគេមិនជឿសម្ដីរបស់មូនស៊ីកហ្នឹងទេគេគិតថាមូនស៊ីកហ្នឹងនិយាយចេញមកកុហកគេអញ្ចឹងទៅចំណែកមូនស៊ីកហ្នឹងគេនៅតែនិយាយប្រាប់ថាគេអត់ដឹងរឿងអីទេគេមិនបានបញ្ជាឲ្យនរណាទៅធ្វើបាបនរណាឡើយដល់តែពេលអញ្ចឹងទៅមូនហោហ្នឹងគេក៏បានគិតថាអូប្រហែលជា Elder ហ្នឹងតែម្ដងដែលជាអ្នកបញ្ជាឲ្យគេហ្នឹងទៅសម្រាប់ជីអានហើយ Elder ហ្នឹងគឺជាមេរបស់មូនស៊ីកហ្នឹងណាបន្ទាប់មកហ្នឹងគេ
គេក៏បានគម្រាមទៅកាន់បងប្រុសរបស់គេថាបើសិនជាថ្ងៃក្រោយហ្នឹងបងប្រុសរបស់គេមានកម្រងថាចង់ធ្វើបាបទៅលើជីអានអញ្ចឹងនៅពេលនោះគេនឹងយករឿងមួយហ្នឹងទៅប្រាប់ម៉យ៉ងហ៊ីឲ្យបានដឹងតែម្ដងចំណែកបងប្រុសរបស់គេហ្នឹងក៏បានគិតថាមូនហូហ្នឹងគឺកំពុងតែគម្រាមគេហើយដោយសារតែយកម៉យ៉ងហ៊ីមកនិយាយនៅក្នុងរឿងហ្នឹងរីឯមូនហូគេក៏បានតទៅវិញគេថាគេអត់មានគម្រាមបងប្រុសរបស់គេអីនោះទេដោយសារតែគេហ្នឹងអត់មានជំរឿណាមួយហ្នឹងគឺគេអាណិតស្រឡាញ់ឬក៏គោរពទៅលើបងស្រីរបស់គេហ្នឹងខ្លាំងណាប៉ុន្តែគេក៏អាណិតបងស្រីរបស់គេខ្លាំងណាស់ដែរដែលថារាល់ថ្ងៃហ្នឹងរស់នៅជាមួយនឹងមនុស្សដែលបានធ្វើបាបកូនស្រីរបស់ខ្លួនឯងហ្នឹងទៅវិញឥឡូវនេះមូនហូតាំងគេក៏បានជជែកគ្នាជាមួយនឹងបងប្រុសរបស់គេហ្នឹងរួចរាល់អស់ហើយដែរបន្ទាប់មកហ្នឹងគេក៏បានមកជជែកគ្នាជាមួយនឹងបងស្រីរបស់គេវិញម្ដងចំណែកបងស្រីរបស់គេហ្នឹងគឺខ្លាចជាមួយនឹងមូនហូខ្លាំងមែនតើខ្លាចតែមូនហូឈឺនេះឈឺនោះអីអញ្ចឹងទៅណាក៏បានយកថ្នាំឲ្យផឹកអីចឹងទៅរួចហើយនឹងមូនហូហ្នឹងគេក៏បាននិយាយសុំសួរទៅកាន់បងស្រីរបស់គេនឹងនិយាយចាញ់និយាយចុះអីអញ្ចឹងទៅឲ្យទឹកភ្នែកឡើងលះហាមបន្ទាប់មកហ្នឹងបងស្រីរបស់គេនឹងក៏បានជួយលោកដូចអង្ការគេនៅពីក្មេងអញ្ចឹងរីឯមូនស៊ីកនៅវិញនៅពេលដែលគាត់បានឃើញមូនហូអញ្ចឹងគាត់ក៏មិនទៅសប្បាយចិត្តមិនដែរបន្ទាប់មកហ្នឹងគាត់ក៏បានមកសួរលោកពូម្នាក់ហ្នឹងថាតើនរណាគេជាអ្នកបញ្ជាចំណែកលោកពូម្នាក់ហ្នឹងគេក៏បានប្រាប់ថា Elder ហ្នឹងគឺជាអ្នកបញ្ជាគាត់ឲ្យធ្វើរឿងបែបហ្នឹងអញ្ចឹងហើយធ្វើឲ្យមូនស៊ីកហ្នឹងគាត់ខឹងជាមួយនឹងលោកពូហ្នឹងខ្លាំងមែនទែនថាហេតុអ្វីបានជាលោកពូម្នាក់ហ្នឹងធ្វើរឿងមួយហ្នឹងដល់អត់មានប្រាប់គាត់ឲ្យបានដឹងអញ្ចឹងក្រែងគាត់គឺជាមេរបស់លោកពូម្នាក់ហ្នឹងហើយកំពុងតែជជែកគ្នាសឹកហ្នឹងស្រាប់តែ hacker របស់ Healer ហ្នឹងគេក៏បានប្រាប់ថាឲ្យលោកពូមូនស៊ីកហ្នឹងត្រូវតែបញ្ជូនឃាតករដែលបានសម្លាប់ស្ទង់ឈូនហ្នឹងទៅប៉ូលីសភ្លាមតែម្ដងបើមិនអញ្ចឹងទេគាត់នឹងបង្ហាញផុសតាមមួយចំនួនហ្នឹងទៅកាន់អ្នកសារព័ត៌មានដើម្បីឲ្យគេហ្នឹងផ្សព្វផ្សាយរឿងអំពីរបស់គាត់ហ្នឹងតែម្ដងហើយយើងក៏លេបមើលយ៉ងស៊ីនរបស់យើងនៅនេះវិញម្ដងឥឡូវហ្នឹងគាត់កំពុងតែដើរនៅតាមផ្លូវហើយគាត់សង្ស័យថាមានណាគេដើរតាមក្រោយគាត់អីចឹងទៅណាចេះតែងាកក្រោយចឹងទៅរួចហើយហ្នឹងគេក៏បានមកលួចពួតនៅកន្លែងនេះមួយប៉ុន្តែគេមិនបានដឹងថា Healer ហ្នឹងគឺកំពុងតែឈប់មើលគេនៅពីខាងក្រោយហ្នឹងទាំងអស់គ្នាអញ្ចឹងនៅពេលដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹង Healer ហ្នឹងគេក៏បានដើរលួចមើលយ៉ងស៊ីនរបស់យើងហ្នឹងពីចង្អៃផងដែរអញ្ចឹងនៅពេលដែលយ៉ងស៊ីនហ្នឹងបានមកដល់កន្លែងទូរស័ព្ទនៅតាមសាធារណៈនេះគេក៏បានខលទៅកាន់ Healer របស់យើងហ្នឹងអញ្ចឹងនៅពេលដែលខលចូលគេសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់មកហ្នឹង Healer ហ្នឹងគេក៏បានសួរថាតើឥឡូវហ្នឹងយ៉ងស៊ីនរបស់យើងនៅក្រៅមែនហើយបើសិនជានៅក្រៅទៅជាអត់ចំណែកយ៉ងស៊ីនហ្នឹងគេក៏តបគេថាគេទៅជាតាប៉ុន្តែមិនដឹងធ្វើអ្មេចទេបើទូរស័ព្ទរបស់គេហ្នឹងបាត់ហើយអញ្ចឹងក៏ចេះតែទ្រាំនិយាយតែតិចអញ្ចឹងអីអញ្ចឹងទៅណាបន្ទាប់មកទៀតហ្នឹងគេក៏បានប្រាប់ថាគេពិតជាស្ដាយទូរស័ព្ទរបស់គេហ្នឹងខ្លាំងមែនទែនដោយសារតែទូរស័ព្ទមួយគ្រឿងមួយហ្នឹងគឺជាទូរស័ព្ទដែលអ្នកម៉ាក់របស់គេហ្នឹងឲ្យមកគេមុនពេលដែលអ្នកម៉ាក់របស់គេហ្នឹងទទួលមរណភាពចំណែក Healer នៅវិញគេក៏បានតបទៅវិញថាអូអញ្ចឹងតើបានគាត់ចេះតែឆ្ងល់ថាហេតុអីបានជាសម័យហ្នឹងហើយយ៉ងស៊ីននៅតែប្រើទូរស័ព្ទម៉ាក់ហ្នឹងទៀតការពិតគឺអញ្ចឹងទេអីចំណែកទូរស័ព្ទដៃរបស់គេហ្នឹងគឺ Healer គេក៏បានទៅរើសពីក្នុងចរាយន្តដើម្បីយកមកឲ្យយ៉ងស៊ីនរបស់យើងនឹងផងដែរប៉ុន្តែគាត់ថាគេអត់ទាន់មានឱកាសណាល្អដើម្បីឲ្យយ៉ងស៊ីនតែប៉ុណ្ណោះរួចហើយហ្នឹង Healer ហ្នឹងគាត់ក៏សួរថាតើពេលណាទៅបានជាយ៉ងស៊ីនហ្នឹងចូលទៅក្នុងផ្ទះវិញចំណែកយ៉ងស៊ីនហ្នឹងគេក៏បានប្រាប់ថាការពិតទៅគេអត់ចង់ចូលទៅក្នុងផ្ទះរបស់គេនោះទេបើសិនជាគេហ្នឹងចូលទៅក្នុងផ្ទះរបស់គេលោកប៉ារបស់គេនឹងសួរគេច្រើនខ្លាំងមែនទែនហើយគេហ្នឹងគឺគ្មានកម្លាំងណាដើម្បីឆ្លើយសំណួរលោកប៉ារបស់គេនោះទេណាមួយហ្នឹងគាត់នៅខាងក្រៅហ្នឹងគឺគាត់សង្ឃឹមថានឹងមានមនុស្សម្នាក់មកជួបគាត់ហើយគេក៏សង្ឃឹមថាមនុស្សម្នាក់ហ្នឹងនឹងលេចចេញមកពីក្រោយខ្នងរបស់គេហ្នឹងភ្លាមតែម្ដងដោយសារតែយ៉ងស៊ីនហ្នឹងក៏បានដឹងថាមនុស្សម្នាក់ហ្នឹងគេច្បាស់ជាមានរឿងអ្វីមួយចង់និយាយប្រាប់គាត់ហើយចំណែកគាត់វិញគាត់ក៏មានរឿងអ្វីមួយដើម្បីចង់និយាយជាមួយនឹងមនុស្សម្នាក់ហ្នឹងដែរអញ្ចឹងនៅពេលដែលគេជជែកចោះជជែកឡើងទៅគេក៏បានគិតថាអូក៏ពិតទៅមនុស្សម្នាក់ហ្នឹងគេមិនបានមកជួបគាត់នោះទេធ្វើឲ្យគេហ្នឹងឡើងហ្វេតឥឡូវនេះយ៉ងស៊ីនហ្នឹងគេក៏បានត្រឡប់មកដល់ផ្ទះវិញហើយអញ្ចឹងហើយលោកពូម្នាក់ហ្នឹងគ្រាន់តែឃើញយ៉ងស៊ីនភ្លាមហ្នឹងគាត់ក៏បានស្រែកថាអូយ៉ងស៊ីនមកវិញហើយយ៉ងស៊ីនមកវិញហើយអញ្ចឹងនៅពេលដែលលោកប៉ារបស់យ៉ងស៊ីនហ្នឹងចេញមកដល់គាត់ក៏បានស្រែកសម្លុតឲ្យយ៉ងស៊ីនហ្នឹងតែម្ដងថាយ៉ងស៊ីនហ្នឹងដើរអត់ចេះមើលម៉ោងមើលអីទេយប់ក៏ដែរទៀតហើយនៅតែមិនតន់ចូលផ្ទះទៀតហើយទូរស័ព្ទខលទៅក៏មិនចូលដែររួចហើយនឹងគាត់ក៏សួរថាតើយ៉ងស៊ីនហ្នឹងមានបានយល់អារម្មណ៍របស់គាត់អត់នៅពេលដែលគាត់ហ្នឹងខលមិនចូលអញ្ចឹងមានដឹងថាគាត់ហ្នឹងបារម្ភប៉ុណ្ណាអត់ចំណែកយ៉ងស៊ីនវិញគឺគេមិនបានតបតទៅនឹងលោកប៉ារបស់គេនោះទេគេគ្រាន់តែនិយាយថាឥឡូវហ្នឹងគេតិចខ្លាំងណាបើសិនជាឲ្យគេនៅខាងក្រៅនឹងបន្តទៀតប្រហែលជា
គេអាចកក់ស្លាប់ក៏មិនដឹងអញ្ចឹងហើយទៅតែធ្វើឲ្យប៉ារបស់គេនឹងកាន់តែខឹងទៀតហើយប៉ុន្តែទៅបោះលោកពូម្នាក់នឹងគាត់ខកថាឲ្យយ៉ងស៊ីននឹងចូលទៅក្នុងទៅកន្លែងហ្នឹងគឺមិនមែនជាកន្លែងតុលាការទេចាំចូលទៅដល់ក្នុងផ្ទះចាំសួរគ្នាអីអញ្ចឹងទៅណារីឯយ៉ងស៊ីននេះគេក៏បានដៃរត់ចូលផ្ទះឡើងផ្លែតតែម្ដងហើយយើងក៏លេបមើលមុនហោនៅណែវិញម្ដងនេះឥឡូវហ្នឹងក៏បានត្រឡប់មកដល់ផ្ទះវិញហើយក៏បានអានសម្បត្តិដែលយ៉ងស៊ីនហ្នឹងសរសេរទុកឲ្យគាត់ផងដែរអញ្ចឹងនៅពេលដែលគាត់អានរួចហើយហ្នឹងគាត់ក៏បានខលទៅអ្នកស៊ើបអង្កេតម្នាក់ដោយគាត់ហ្នឹងបានប្រាប់ថាគាត់ចង់ផ្ញើវីដេអូមួយឲ្យទៅលោកពូម្នាក់ហ្នឹងឲ្យវីដេអូមួយហ្នឹងគឺជាវីដេអូរបស់លោកហ្វាងដែលគាត់ហ្នឹងបានរំលោភបំពានទៅលើតារាស្រីដើម្បីធ្វើជាអាជីវកម្មរបស់គាត់អីអញ្ចឹងទៅណាបន្ទាប់មកទៀតហ្នឹងគាត់ក៏បានប្រាប់ថាវីដេអូមួយហ្នឹងគឺគាត់ទទួលបានពី Healer ដោយសារតែមុនហូនហ្នឹងគាត់បានដឹងថាលោកពូម្នាក់ហ្នឹងគឺកំពុងតែតាមចាប់ Healer អញ្ចឹងហើយហ្នឹងគាត់ក៏បានប្រាប់ថាគាត់ឥឡូវហ្នឹងគឺបានស្គាល់ Healer ថា Healer ហ្នឹងគឺជានរណាគេហើយប៉ុន្តែគាត់មិនបានប្រាប់ថា Healer ហ្នឹងគឺជានរណាគេទេគាត់គ្រាន់តែប្រាប់ថាគាត់ស្គាល់ Healer ហើយឥឡូវហ្នឹងណាមួយហ្នឹងឥឡូវហ្នឹង Healer ហ្នឹងគឺគេបានប្រើឲ្យគាត់ហ្នឹងកំពុងតែការពារឆេយ៉ងស៊ីនអញ្ចឹងហើយហ្នឹងគាត់ក៏បានប្រាប់ឲ្យលោកពូម្នាក់ហ្នឹងទៅតាមដានឆេយ៉ងស៊ីនឬក៏ទៅស៊ើបអង្កេតអំពីអ្នកនៅក្បែរខ្លួនឆេយ៉ងស៊ីនអីចឹងទៅខេងឡូស៊ើបចោះស៊ើបឡើងទៅដឹងថា Healer គឺជានរណាគេអីចឹងទៅណាហើយបើដឹងហើយហ្នឹងនៅពេលនោះលោកពូម្នាក់ហ្នឹងគាត់នឹងចាប់ Healer ហ្នឹងតែម្ដងហើយយើងក៏លេបមើល Healer នៅណែវិញម្ដងឥឡូវហ្នឹងគាត់ក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញហើយរួចហើយហ្នឹងគេក៏បានដឹងថាមានមនុស្សលួចចូលក្នុងផ្ទះរបស់គេចឹងហើយគេក៏បានត្រៀមដំបងដើម្បីទុកប្រយុទ្ធជាមួយគេអីចឹងទៅណានៅពេលដែលគេចូលមកដល់ក្នុងហ្នឹងគឺអត់មានឃើញអ្នកណាគេនៅក្នុងផ្ទះរបស់គេនោះទេបន្ទាប់មកហ្នឹងគេបានដឹងថាអូអ្នកដែលបានចូលក្នុងផ្ទះរបស់គេហ្នឹងគឺជាលោកគ្រូរបស់គេហ្នឹងសរួចហើយហ្នឹងគេក៏បានរត់ដេញរលោកគ្រូរបស់គេហ្នឹងភ្លាមតែម្ដងដោយសារតែគេហ្នឹងចង់សួរសំណួរខ្លះៗទៅកាន់លោកគ្រូរបស់គេប៉ុន្តែទោះបីជាគេហ្នឹងខំប្រឹងស្រែកចំណាក់ក៏ដោយក៏លោកគ្រូរបស់គេហ្នឹងមិនបានចេញមកជួបគេនោះដែរលើកដល់ព្រឹកឡើងហ្នឹងយ៉ងស៊ីនហ្នឹងគេក៏បានរត់មកធ្វើការជាធម្មតាហើយវិញនឹងបុកទៅលើលោកមូនហោហើយបន្ទាប់មកហ្នឹងគេក៏បានសុំទោសទៅកាន់លោកមូនហោដែលថាយុគមិញហ្នឹងគេបានចាក់ចេញពីបន្ទោសរបស់គាត់ប៉ុន្តែគាត់ក៏បានសរសេរសម្បត្តិមួយច្បាប់ប្រាប់ទៅកាន់លោកមូនហោហ្នឹងដែរចំណែកមុនហូនហ្នឹងគេក៏តបមកវិញថាការពិតទៅគេទេដែលជាអ្នកសុំទោសទៅកាន់យ៉ងស៊ីនហ្នឹងហើយនៅពេលដែលគេហ្នឹងបានឃើញទឹកមុខរបស់យ៉ងស៊ីនបែបនេះអញ្ចឹងគឺគាត់đãសប្បាយចិត្តហើយឥឡូវនេះពួកគេទាំងពីរនាក់ហ្នឹងក៏បានមកជជែកគ្នានៅកន្លែងនេះមួយបន្ទាប់មកមុនហូនហ្នឹងគេក៏បានប្រាប់ថាគាត់បានបញ្ជាឲ្យគេហ្នឹងទៅរកទូរស័ព្ទរបស់គាត់នៅក្នុងចរាយន្តហ្នឹងហើយប៉ុន្តែគឺរកទូរស័ព្ទហ្នឹងមិនឃើញនោះទេរួចហើយហ្នឹងគេក៏បានទិញទូរស័ព្ទថ្មីមួយទៀតយកមកឲ្យយ៉ងស៊ីនរបស់យើងហ្នឹងប៉ុន្តែយ៉ងស៊ីនគេបដិសេធគេថាគេមិនយកទូរស័ព្ទមួយគ្រឿងហ្នឹងទេរួចហើយមុនហូនហ្នឹងគេក៏បានប្រាប់ថាការពិតទៅទូរស័ព្ទមួយហ្នឹងគឺជាទូរស័ព្ទរបស់ក្រុមហ៊ុននោះទេអញ្ចឹងយ៉ងស៊ីនត្រូវតែទទួលយកទូរស័ព្ទមួយហ្នឹងប៉ុន្តែនៅពេលប្រើត្រូវតែប្រយ័ត្នទៀតផងព្រោះអីវាគឺជាទូរស័ព្ទរបស់ក្រុមហ៊ុនគ្រាន់តែលើអញ្ចឹងយ៉ងស៊ីនហ្នឹងគេយកឡើងលឿនតែម្ដងហើយបន្ទាប់មកទៀតហ្នឹងមុនហូនហ្នឹងក៏បានប្រាប់ថាគាត់មានជំរើសពីរដើម្បីឲ្យយ៉ងស៊ីនរបស់យើងហ្នឹងជ្រើសរើសដើម្បីសុវត្ថិភាពជំរើសទី1ហ្នឹងមុនហូនហ្នឹងក៏បានប្រាប់ថាគាត់ចង់បញ្ជូនយ៉ងស៊ីនរបស់យើងហ្នឹងឲ្យទៅរៀននៅឯបរទេសអញ្ចឹងហើយយ៉ងស៊ីនហ្នឹងគេក៏បានលន់មាត់ថាមុនហូនហ្នឹងនិយាយចេញមកដូចនៅក្នុងរឿងភាគអញ្ចឹងបន្ទាប់មកមុនហូនហ្នឹងគេក៏បាននិយាយជំរើសទី2គេនិយាយថាបើសិនជាយ៉ងស៊ីនហ្នឹងមិនចង់ទៅរៀននៅឯបរទេសទេអញ្ចឹងគាត់នឹងជួយឲ្យយ៉ងស៊ីនហ្នឹងធ្វើជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់នៅពេលដែលគាត់ល្បីទៅគឺគ្មានណាគេហ៊ានធ្វើបាបគាត់ទៅនោះទេដោយសារតែពួកគេហ្នឹងខ្លាចលាក់អាត់កំបាំងមិនចិត្តប៉ុន្តែគាត់ក៏មិនប្រកាសថានៅពេលដែលយ៉ងស៊ីនរបស់យើងល្បីទៅគឺមិនមានគ្រោះថ្នាក់អ្វីឡើយហើយភ្លាមហ្នឹងយ៉ងស៊ីនហ្នឹងគេក៏បានសម្រេចចិត្តថាគេនឹងយកជំរើសទី2គឺគេនឹងចង់ខ្លាចជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ណាមួយហ្នឹងវាក៏ជាក្តីសម័យរបស់គាត់ដែលថាគាត់ណាចង់ខ្លាចជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ដែរដល់ស្អែកឡើងហ្នឹងមុនហូនហ្នឹងគេក៏បានប្រាប់កូនចៅរបស់គេថាថ្ងៃហ្នឹងគឺជាថ្ងៃដែលលោកគីមអ៊ុយចាន់ណាឡើងប្រកាសធ្វើជាអភិបាលក្រុងសេអ៊ូលហើយអញ្ចឹងហើយហ្នឹងគេក៏បានបញ្ជូនកូនចៅរបស់គេហ្នឹងដើម្បីទៅធ្វើសន្តិសិទ្ធលោកគីមអ៊ុយចាន់ហ្នឹងតែម្ដងឥឡូវនេះយ៉ងស៊ីនរបស់យើងហ្នឹងគេក៏បានចេញដំណើរដើម្បីទៅធ្វើសន្និសីទកសែតលោកគីមអ៊ុយចាន់ហ្នឹងរួចហើយហ្នឹងគេក៏បានជួបជាមួយនឹង Healer ហើយក៏បានបបួល Healer របស់យើងហ្នឹងទៅជាមួយគេផងដែរអញ្ចឹងនៅពេលដែលពួកគេមកដល់កន្លែងនេះ Healer ហ្នឹងគេក៏សួរថាតើយ៉ងស៊ីនហ្នឹងចង់នាំគាត់ទៅណាចំណែកយ៉ងស៊ីនហ្នឹងក៏ប្រាប់ថាគាត់ហ្នឹងទៅកន្លែងមួយដែលធ្វើឲ្យគាត់ហ្នឹងខ្លាចជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ហើយកំឡុងពេលហ្នឹងអ្នកស៊ើបអង្កេតម្នាក់នេះគេក៏បានថតរាល់សកម្មភាពរបស់យ៉ងស៊ីនរបស់យើងហ្នឹង
ដែលតាក់ទងជាមួយនឹងមនុស្សនៅក្បែរខ្លួនរបស់គេនឹងផងដែររួចហើយនឹងគាត់ក៏បានប្រាប់ទៅកូនចៅរបស់គាត់ឬក៏គ្នារបស់គាត់ហ្នឹងឲ្យតាមស៊ើបអង្កេតអ្នកណាដែលនៅក្បែរយ៉ងស៊ិនរបស់យើងហ្នឹងចង់ដឹងថាតើអ្នកនោះនៅណានៅណីមានឈ្មោះអីចឹងទៅណារីឯចុងសូនៅនេះវិញម្ដងនេះឥឡូវហ្នឹងគេក៏បានមកដល់កន្លែងដែលលោកគីមអ៊ុយចាន់ហ្នឹងគេបានប្រកាសឡើងធ្វើជាអភិបាលក្រុងសេអ៊ូលហ្នឹងណារួចហើយហ្នឹងគេក៏បានខលមកប្រាប់ក្រុមគ្នារបស់គេហ្នឹងថាឥឡូវហ្នឹងគេមិនអោយអ្នកសារព័ត៌មានក្រុមហ៊ុនតូចតាចដូចជាគេហ្នឹងចូលទៅសម្ភាសលោកគីមអ៊ុយចាន់ហ្នឹងទេបន្ទាប់មកហ្នឹងមូនហនហ្នឹងគេក៏បានឲ្យចុងសូហ្នឹងដាក់កាមេរ៉ាឲ្យចិត្តនៅកន្លែងអសរនេះបន្តិចអញ្ចឹងនៅពេលដែលគេបានអានទៅនៅកន្លែងហ្នឹងគេបានប្រកាសថាមានពិធីជប់លៀងនៅកន្លែងហ្នឹងផងដែររួចហើយហ្នឹងមូនហនហ្នឹងគេក៏បានប្រាប់កូនចៅរបស់គេថានៅកន្លែងដែលលោកគីមអ៊ុយចាន់ធ្វើសន្តិសុខកសែតហ្នឹងក៏មានបន្ទប់ផ្សេងទៀតហ្នឹងគេរៀបចំពិធីជប់លៀងផងដែរអញ្ចឹងហើយហ្នឹងគេក៏បានខលទៅកាន់យ៉ងស៊ីនរបស់យើងគេប្រាប់យ៉ងស៊ីនរបស់យើងហ្នឹងថាឲ្យយ៉ងស៊ីនរបស់យើងជាមួយនឹង healer ហ្នឹងតុបតែងខ្លួនឲ្យបានស្អាតបាតទៅដើម្បីចូលរួមក្នុងកម្មវិធីរបស់គេមួយដើម្បីបន្លំខ្លួនចូលទៅក្នុងកន្លែងគេប្រកាសលោកអ៊ុយចាន់ឡើងធ្វើជាអភិបាលខេត្តក្រុងព្រោះអីកន្លែងដែលលោកគីមអ៊ុយចាន់ហ្នឹងក៏ធ្វើសន្និសីទសារព័ត៌មានហ្នឹងក៏នៅជាប់បន្ទប់ពិធីគេជប់លៀងផងដែររួចហើយហ្នឹងមូនហនហ្នឹងគេក៏បានខលទូរស័ព្ទមកកាន់ម្នាក់ប្រុសនេះដើម្បីឲ្យម្នាក់ប្រុសហ្នឹងជួយតុបតែងខ្លួនឲ្យកូនចៅរបស់គេឲ្យបានស្អាតបាតបន្តិចដើម្បីចូលរួមក្នុងពិធីជប់លៀងមួយអញ្ចឹងនៅពេលដែលពួកគេហ្នឹងបានមកដល់ហ្នឹងស្រាប់តែពួកគេទាំងអស់គ្នាហ្នឹងក៏បានចាប់ពួកគេទាំងពីរហ្នឹងយកទៅតុបតែងខ្លួនរៀងខ្លួនហ្នឹងតែម្ដងចំណែក healer របស់យើងគឺគាត់មិនចង់តុបតែងខ្លួនអ្វីនោះទេគឺគាត់រត់គេចចេញពីគេទៀតប៉ុន្តែគេក៏បានចាប់គាត់ហ្នឹងយកមកតុបតែងខ្លួនឡើងវិញឥឡូវនេះ healer របស់យើងហ្នឹងគេក៏បានតុបតែងខ្លួនរួចរាល់ហើយដែរនិយាយពីថាសង្ហាខ្លាំងមែនតើអញ្ចឹងនៅពេលដែលគាត់កន្លែងទៅស្រាប់តែបានឃើញយ៉ងស៊ីនរបស់យើងនិយាយពីថាយ៉ងស៊ីនហ្នឹងស្អាតខ្លាំងមែនតើធ្វើឲ្យ healer គេមើលទៅលើយ៉ងស៊ីនហ្នឹងឡើងភ្លឹកតែម្ដងហើយយ៉ងស៊ីនហ្នឹងនៅពេលដែលគាត់បានមកចិត្តជាមួយនឹង healer គេធ្វើមកជីបអើយដាក់ទៅលើ healer ធ្វើឲ្យ healer ហ្នឹងគេឡើងអស់សំណោចជាមួយនឹងយ៉ងស៊ីនរបស់យើងហ្នឹងបន្ទាប់មកពួកគេហ្នឹងក៏បានបវរគ្នាដើម្បីទៅចូលរួមក្នុងពិធីជប់លៀងហ្នឹងទាំងអស់គ្នាហ្នឹងតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវសាច់រឿងមួយហ្នឹងគឺស្លេះធំហ្នឹងហើយណាជាចុងក្រោយហ្នឹងឲ្យមានសំណូមពរអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe like និងរូបកណ្ដឹងដល់ Channel ថ្មីរបស់ admin ម្នាក់មួយផងណាអរគុណបាយបាយ